ការប្រកួតថ្មីបានចាប់ផ្ដើមមើលបាល់កុំរត់ជុំវិញតំបន់អីចឹងមិនល្អទេមើលខ្ញុំវិញបាល់ល្អណាស់ព្រះម្ចាស់ឈ្នះមួយជុំទៀតហើយបងទី4មើលបាល់លេងបានល្អណាស់មិនអីទេបន្តទៀតចាប់តាំងពីព្រះអង្គម្ចាស់ស្នងរាជត្រូវដកតំណែងស្នងរាជនៅទំនេរហើយព្រះម្ចាស់ហាក់ដូចជាមិនប្រញាប់ជ្រើសរើសព្រះអង្គម្ចាស់ថ្មីទេពេលវេលាកន្លងទៅសម្រាប់ព្រះអង្គម្ចាស់វាយការគំរាមកំហែងថ្មីមួយបានលេចឡើងហើយលើកនេះអ្នកបានឃើញដោយផ្ទាល់ភ្នែកសូម្បីតែចូលរួមក្នុងការប្រែប្រួលដ៏ធំក្នុងរាជវាំងតានៅថ្ងៃមុខអ្នកនឹងដើរតួនាទីបែបណាក្នុងសម័យកាលខាងមុខល្អណាស់បងស្រីទី5មកថៃអែយើងបន្តទៀតម្ដងទៀតព្រះអង្គម្ចាស់ជីនអ្នកនាងអ៊ូតើព្រះបតាបានសរសេរអក្សរលើគំនូររបស់ខ្ញុំទេព្រះម្ចាស់ហាក់ដូចជាមិនទាន់ចាប់អារម្មណ៍លើគំនូរនោះទេប្រហែលព្រះអង្គកំពុងពិចារណានៅឡើយថៃអែយើងបន្តទៀតគំនូរនោះមិនត្រឹមបង្ហាញកិត្តិយសជាតិទេថែមទាំងជាការរំលឹកដល់វិញ្ញាណអ្នកស្មោះទោះជាឈ្នះត្រឡប់មកវិញក៏នៅមានចិត្តសន្តិភាពបង្ហាញឲ្យឃើញពីចិត្តមេត្តានិងសុចរិតរបស់ព្រះអង្គមិននឹកស្មានថាអ្នកនាងអ៊ូយល់វាមុនគេខ្ញុំអាចមានកិត្តិយសទទួលបានគំនូរពីព្រះអង្គមួយទេតើអ្នកចូលចិត្តគំនូររបស់ខ្ញុំឬព្រះគុំហេសីតើអ្នកពិតជាបោះបង់រឿងអូយ័នចៅមែនឬអូយ័នចៅត្រូវបានស៊ូហ្វីការពារគួរតែដោះស្រាយនាងឲ្យឆាប់មើលនាងសពថ្ងៃអួតអាងខ្លាំងណាស់ឆ្កែទុនសាយតូចកុំភ័យថៃអែនិយាយខុសអ្វីមែនទេក្នុងភ្នែកព្រះគុំហេសីទុនសាយនេះមានតម្លៃបំផុតខ្ញុំមិនហ៊ានទៀតទេអ្នកនាងអ៊ូហេតុអ្វីអ្នកស្អប់អូយ័នចៅខ្លាំងបែបនេះកាលពីមុនគ្រួសារនាងបានបង្កាច់ឪពុកខ្ញុំថាលោភលន់ធ្វើឲ្យគាត់ស្លាប់ទាំងទុកព្រួយសត្រូវឈាមនេះខ្ញុំត្រូវតែសងសឹកដូច្នេះទេខ្ញុំនឹងជួយអ្នកអរគុណព្រះគុំហេសីមើលទៅអ្នកនាងអ៊ូអានសៀវភៅរាល់ថ្ងៃអានដល់ថ្នាក់ភ្លេចស៊ីភ្លេចដេកម្ដាយខ្ញុំតែងនិយាយថាស្ត្រីត្រូវគោរពគុណធម៌ទើបរស់នៅបានសុខម្ដាយខ្ញុំក៏និយាយបែបនេះរាល់ថ្ងៃដែរបងស្រីស៊ូអ្នកកំពុងធ្វើអ្វីខ្ញុំកំពុងលេងអុកខ្ញុំនឹងបង្រៀនអ្នកពិតជាសប្បាយណាស់សាកល្បងមើលតើអ្នកបានឬទេព្រះនាងស៊ីនហ្វីសន្លប់ភ្លាមរឿងនេះកើតឡើងលឿនពេកទោះហៅគ្រូពេទ្យជាច្រើនក៏មិនអាចសង្គ្រោះបានមើលទៅដូចជាមានអ្នកនៅពីក្រោយរឿងនេះទីបំផុតនាងបានជួបមនុស្សដែលនាងនឹករលឹកមិនចម្លែកទេដែលអ្នកនាងអ៊ីងយំមិនឈប់ឥឡូវនេះតំណែងមហេសីទាំង4ខ្វះម្នាក់អ្នកគិតថានរណានឹងឡើងជំនួសប្អូនស្រីទី7កុំចេះតែនិយាយផ្ដេសផ្ដាសអីចឹងញ៉ាំផ្លែឈើហើយមើលទៅចាប់នាងអ្នកកំពុងធ្វើអ្វីឈប់ភ្លាមអ្នកមីងដងរោវាំងមានច្បាប់តឹងរឹងតើអ្នកអាចធ្វើបែបនេះបានដូចម្ដេច
ឧឆាយិនមានពាក់ព័ន្ធនឹងការស្លាប់របស់ស៊ីនហ្វៃពួកយើងមកតាមបញ្ជារបស់ខ្វៃហ្វៃអ្នកណាហ៊ានរារាំងនាំខ្លួនទៅបើជាផែនការសម្ងាត់គួរតែមិនបន្សល់ស្នាមទេហេតុអ្វីពួកគេនិយាយយ៉ាងច្បាស់ថាការស្លាប់របស់ស៊ីនហ្វីពាក់ព័ន្ធនឹងខ្ញុំល្អជាងគេគឺសង្កេតមើលសិននាំខ្លួនទៅចូលទៅ5 ស្មើ 5អ្នកមានសិទ្ធិអ្វីមកគ្រប់គ្រងខ្ញុំអ្នកណាមកជួយផងខ្ញុំចង់ជួបម្ដាយមីងខ្ញុំយ៉ាងស៊ូហ្វៃអ្នកណាមកជួយផងអ្នកណាមកជួយផងបងស្រីម្នាក់នេះកុំខំប្រឹងឥតប្រយោជន៍ទៀតអីទីនេះជាគុកមរណៈខ្ញុំមិនធ្លាប់ឃើញទេអ្នកដែលចូលមកទីនេះនៅអាចចេញទៅវិញបានខ្ញុំសូមណែនាំអ្នកមិនដូចមកគេងសម្រាប់បន្តិចវិញទេអ្នកបម្រើតូចម្នាក់នេះគួរឲ្យចាប់អារម្មណ៍មែននិយាយពីអ្នកបម្រើតែលះបង់ជីវិតដើម្បីម្ចាស់នោះជាអ្នកបម្រើល្អបំផុតមិនធ្លាប់បំបែកពេញតែសំបីមួយធ្វើតាមបញ្ជាម្ចាស់គ្រប់យ៉ាងនោះគ្រាន់តែអ្នកបម្រើថ្នាក់ទី2ចំណែកខ្ញុំអ្នកបម្រើថ្នាក់ទី3បែបនេះសំខាន់តែខ្លួនឯងសប្បាយចិត្តគ្រប់គ្រាន់ហើយមិនធ្លាប់ឃើញអ្នកណាទេនៅក្នុងគុកមរណៈនៅតែរីករាយបែបនេះជីវិតមានតែមួយតែបើចេញពីគុកនេះរឿងគំរាមជីវិតមិនមែនមានតែមួយទេបានហើយគេងទៅខ្ញុំគួរធ្វើដូចម្ដេចម្ដាយមីងនឹងជួយខ្ញុំទេឧឆាយិនត្រូវមនុស្សរបស់វ៉ៃខ្វៃហ្វៃនាំខ្លួនទៅហើយព្រោះសង្ស័យពាក់ព័ន្ធនឹងស៊ីនហ្វៃនាងត្រូវបានឃុំក្នុងគុកយេថេងសូមយ៉ាងស៊ូហ្វៃជួយឧឆាយិនផងអ្វីពិតជាមិនគោរពច្បាប់សោះអរគុណស៊ូជៀនយុនម្ចាស់របស់យើងប្រកាសជាជួយឧឆាយិនអ្នកត្រឡប់ទៅមុនចុះបែបនេះខ្ញុំស្ងប់ចិត្តហើយខ្ញុំសូមលាម្ចាស់វ៉ៃខ្វៃហ្វីហ៊ានណាស់ហ៊ានធ្វើបាបមនុស្សរបស់ម្ចាស់ចំពោះយើងវ៉ៃខ្វៃហ្វីនេះគោលបំណងមិនសាមញ្ញទេសើបអង្កេតចៅអេគ្រាន់តែជាលេសឲ្យវាំងនេះចេញមុខហើយទាញភ្លើងមកលើខ្លួនទើបជាការពិតម្ចាស់ឧឆាយិននឹងនិយាយអ្វីចេញទេតើយើងគួររកវិធីឲ្យនាងបិទមាត់ទេកុំរណាស់ដែលវាំងនេះមានក្មួយស្រីឆ្លាតវៃបែបនេះលេងនិយាយទៅឲ្យចៅអេជួយខ្លួនឯងចុះបងស្រីមិនតន់សួរឈ្មោះអ្នកផងហើយខ្ញុំយន់ចៃក៏បានចុះអ្នកវិញខ្ញុំឈ្មោះរូអេហេតុអ្វីអ្នកត្រូវគេចាប់ឃុំនៅទីនេះខ្ញុំធ្លាប់ជាអ្នកបម្រើក្បែរអធិរាជិនីចាំងសុនក្រោយព្រះអធិរាជិនីសោយទីវង្គតខ្ញុំត្រូវបញ្ជូនទៅខ្វៃហ្វៃក្រោយមកក៏ត្រូវខ្វៃហ្វីដាក់ទោសមកទីនេះហេតុអ្វីនាងដាក់ទោសអ្នកខ្ញុំក៏មិនយល់ដែររឿងជាច្រើនខ្ញុំក៏មិនយល់កុំបារម្ភអីរងចាំមួយរយៈសិនអ្នកនឹងភ្លេចវាទៅដោយខ្លួនឯងអ្នកស្ងប់ចិត្តទៅពួកយើងប្រកាសជាមិនស្លាប់ទេមិនស្លាប់នៅទីនេះឡើយអ្នកកើតអាការៈក្តៅខ្លួនមែនទេមកញ៉ាំនេះមួយគ្រាប់ទៅវាជួយបំបត្តិកម្ដៅនិងធ្វើឲ្យស្រស់ស្រាយនេះជាអ្វីនេះហៅថាធានឈួនវ៉ាន់គ្រូពេទ្យស្រីម្នាក់ដែលធ្លាប់នៅទីនេះបានឲ្យខ្ញុំអ្នកសាកមើលទៅបើសិនវាមានពលវិញតែគាត់មើលទៅមិនមែនជាមនុស្សបែបនោះទេអ្នកញ៉ាំទៅចុះអស់ហើយខ្ញុំនៅមានទៀតយ៉ាងម៉េចធូរស្រាលជាងមុនទេហាក់ដូចជាមានប្រសិទ្ធភាពមែន
នោះជាការពិតហើយគ្រូអែបើអ្នកអាចចេញទៅបានអ្នកចង់ធ្វើអ្វីជាងគេដើមឡើយខ្ញុំមានបំណងតែមួយគឺរស់ឲ្យបានល្អរងចាំដល់អាយុ25ឆ្នាំចេញពីវាំងហើយជួបជុំជាមួយយាយតាំងពីចូលវាំងមកខ្ញុំមិនបានជួបយាយម្ដងទៀតទេមិនដឹងថាគាត់នៅចាំខ្ញុំបានទេបើខ្ញុំមានថ្ងៃអាចចេញបានខ្ញុំនឹងជួយអ្នកចេញពីគុកជាមិនខានឆ្មានេះមើលទៅស្គាល់ណាស់ហាក់ដូចជាធ្លាប់ជាឆ្មារបស់អធិរាជនីមុនព្រះនាងម្ចាស់ព្រះនាងម្ចាស់ព្រះនាងម្ចាស់អ្នកមិនអាចចូលបានទេរូសូម្ចាស់គុកយេថេងជាកន្លែងខ្វក់ព្រះកាយដ៏មានតម្លៃរបស់ព្រះនាងមិនគួរចូលឡើយមិនអីទេកុំខាត់ខ្ញុំទៀតហេតុអ្វីព្រះនាងកោយ៉ាងមកទីនេះព្រះនាងកោយ៉ាងកុំសង្ឃឹមថាម្ដាយមីងនឹងជួយសង្គ្រោះព្រះនាងនេះមិនមែនជាម្ដាយបង្កើតខ្ញុំទេព្រះនាងម្ចាស់រូសូទីបំផុតខ្ញុំរកអ្នកឃើញហើយអ្នកមនុស្សចិត្តអាក្រក់តូចមនុស្សល្ងងនោះមិនអើពើខ្ញុំសូម្បីអ្នកក៏មិនអើពើខ្ញុំដែរគ្រូអែថ្នាំធានឈួនវ៉ាន់របស់អ្នកនៅមានទេឲ្យខ្ញុំឆាប់វាអាចជួយយើងចេញទៅបានទាំងអស់នៅទីនេះយកវាទៅវិមានរបស់ព្រះមេដាមើលថែឲ្យល្អកុំឲ្យរត់ច្របូកច្របល់បាត់ចាស់ទៅចុះគ្រូអែនេះជារបស់ល្អដែលកុំមកឃើញក្នុង100ឆ្នាំខ្ញុំខិតខំខ្លាំងណាស់ទើបទទួលបានវាមានតម្លៃខ្លាំងណាស់ជារបស់អ្វីមិនមែនជារបស់ដែលអាចឲ្យអ្នកមើលស្រួលទេមានរបស់អ្វីដែលព្រះនាងនេះមើលមិនបានជាព្រះនាងហើយយ៉ាងម៉េចសូម្បីព្រះមហាក្សត្រក៏មិនទាន់មានឱកាសឃើញផងអ្នករបស់នេះបន្ទាប់ពីញ៉ាំវាអាចធ្វើឲ្យមនុស្សដែលអ្នកស្រឡាញ់លងស្នេហ៍អ្នកនិយាយមិនពិតទេព្រះនាងនេះមិនធ្លាប់ពឺថាមានថ្នាំអស្ចារ្យបែបនេះឡើយរបស់នេះធ្វើពីទឹកសន្សើមនៅជើងភ្នំធានសានត្រាំ81ថ្ងៃហើយកិនជាមួយស្រុកជាតិពិសេសជារបស់កុម្មុនណាស់គ្រាន់តែញ៉ាំមួយគ្រាប់នៅម៉ោងកណ្ដាលអាធ្រាត្រហើយមួយគ្រាប់ទៀតឲ្យមនុស្សដែលអ្នកស្រឡាញ់ញ៉ាំថ្ងៃបន្ទាប់អីចឹងគេនឹងស្រឡាញ់អ្នកភ្លាមអ្នកនិយាយដូចជាពិតណាស់ព្រះនាងនេះមិនងាយជឿទេមិនជឿក៏ហីទៅសង្ឃឹមថាអ្នកស្រឡាញ់នឹងបាននៅជាមួយគ្នាបើវាពិតមែនមនុស្សល្ងងនោះប្រហែលមិនគេចខ្ញុំទៀតទេម៉ាអ្នកត្រឡប់ទៅមុនចុះចាស់ចាំសិនតើប៉ុន្មានលុយទើបលក់ឲ្យព្រះនាងនេះខ្ញុំឲ្យអ្នកឥតគិតថ្លៃប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយលក្ខខណ្ឌអ្វីជួយយើងចេញទៅខ្ញុំអាចជួយអ្នកចេញបានប៉ុន្តែនាងម្នាក់នេះខ្ញុំត្រូវទុកសិនបើថ្នាំអ្នកមានប្រសិទ្ធភាពខ្ញុំនឹងដោះលែងនាងផងនិយាយពិតព្រមបើអ្នកចង់ឲ្យព្រះនាងនេះជួយនិយាយមកហេតុអ្វីអ្នកត្រូវចាប់មកទីនេះត្រីបានចាប់ផ្ដើមបោះនុយហើយនៅចាំមើលតែពួកគេជាប់អន្ទាក់ប៉ុណ្ណោះ
អ្នកនិយាយថាបើសិនជាយ៉ាងជីវីដឹងថាក្មួយស្រីរបស់នាងធ្លាប់ទៅកន្លែងនោះនឹងកើតមានអ្វីឡើងឆាប់នេះយើងនឹងបានឃើញការសម្ដែងដ៏ល្អមួយស្ដាប់ឲ្យស្រួលផែនការអាក្រក់ហេតុអ្វីអ្នកនៅតែហ៊ានមកទីនេះខ្ញុំនឹងសម្លាប់អ្នកខ្ញុំនឹងសម្លាប់អ្នកហេតុអ្វីអ្នកនៅតែហ៊ានមកអ្នកជាអ្នកធ្វើឲ្យខ្ញុំបាត់បង់ទាំងអស់អ្នកជាអ្នកធ្វើឲ្យខ្ញុំបាត់បង់ទាំងអស់ខ្ញុំនឹងសម្លាប់អ្នកខ្ញុំនឹងសម្លាប់អ្នកទៅស្លាប់ទៅស្លាប់ទៅយ៉ាងជីវីគ្រាន់តែជាមនុស្សអាក្រក់ម្នាក់ប៉ុណ្ណោះអ្នកនិយាយអ្វីខ្ញុំនិយាយថាយ៉ាងជីវីគ្រាន់តែជាមនុស្សអាក្រក់ត្រឹមត្រូវនាងគ្រាន់តែជាមនុស្សអាក្រក់ខៀងខិនអ្នកពូកែបិទបាំងអារម្មណ៍ណាស់ពូកែបញ្ឆោតមនុស្សហេតុអ្វីក្មេងស្រីតូចម្នាក់នេះមើលឃើញច្បាស់ជាងខ្ញុំកាលពីមុនហេតុអ្វីខ្ញុំមិនឃើញច្បាស់អ្នកជានរណាអ្នកជានរណានាងមិនមែនយួនយ៉ាវទេនាងជាក្មួយស្រីរបស់ឡេងឈីវត្រកូលយ៉ែងពិតជាព្យាយាមរក្សាអំណាចណាស់តែវាមានប្រយោជន៍អ្វីមើលខ្ញុំទៅយើងបងប្អូនស្រីនៅក្នុងវាំងគាំទ្រគ្នាអស់ពាក់កណ្ដាលជីវិតខ្ញុំធ្លាប់សម្លាប់មនុស្សឲ្យនាងដៃខ្ញុំពេញទៅដោយឈាមតែចុងក្រោយនាងក៏បំផ្លាញខ្ញុំមិនអាចទ្រាំបានទេយាយធំនាងគឺជាបងស្រីខ្ញុំតែនាងមិនអាចទ្រាំប្អូនស្រីខ្លួនឯងបានមុនចាក់ចេញម្ដាយបាននិយាយថាអ្នកបានស្លាប់ហើយក្នុងភ្នែកពួកគេខ្ញុំគ្រាន់តែជាមនុស្សស្លាប់យាយធំមិនថាយ៉ាងណាអ្នកនៅរស់គឺល្អហើយស្លាប់ទៅវិមាននេះមានតែយាយធំម្នាក់ឬនាងធ្លាប់ផ្ញើអ្នកបម្រើមកតែពួកគេត្រូវខ្ញុំធ្វើទារុណកម្មហេតុអ្វីដឹងទេនាងធ្វើដូច្នេះដើម្បីបង្កឲ្យយ៉ាងជីវីខឹងខ្ញុំចង់ឲ្យនាងសម្លាប់ខ្ញុំផ្ទាល់ខ្ញុំចង់ឲ្យឈាមខ្ញុំស្អិតជាប់នាងជានិច្ចធ្វើឲ្យនាងមានទោសរហូតតែវាហាក់ដូចជាមិនមានប្រយោជន៍ទេអ្វីដែលខ្ញុំរងទុក្ខខ្ញុំនឹងឲ្យយកសងវិញទាំងអស់ហេតុអ្វីជួយខ្ញុំនាងក៏ជាយាយធំរបស់អ្នកដែរខ្ញុំបានឃើញភាពល្អនិងភាពអាក្រក់របស់នាងសម្រាប់នាងខ្ញុំគ្រាន់តែជាកូនអុកនាងមិនបានផ្លាស់ប្ដូរឡើយខ្ញុំនៅទីនេះប្រសិនបើអ្នកត្រូវការមករកខ្ញុំបានគ្រប់ពេលត្រឡប់ទៅវិញទៅទេរ៉េលមិនអាចទៅបានទេនេះគឺជាការលេងផែនការរបស់នរណាម្នាក់
ដូច្នេះយើងក៏មិនអាចធ្វើឲ្យពួកគេខកចិត្តបានទេពិតណាស់ធ្វើឲ្យវីហ្គៃវីខកចិត្តមិនសូវសំខាន់ទេសំខាន់គឺមិនអាចឲ្យយ៉ាងស៊ីវីសង្ស័យបានបើយេលចាក់ចេញដោយសុវត្ថិភាពបែបនេះយ៉ាងស៊ីវីនឹងមើលឃើញថាភាពឈួតរបស់យាយធំគ្រាន់តែជាការសម្ដែងហើយនាងក៏នឹងសង្ស័យយើងដែរបែបនេះវិញយើងទាំងពីរនឹងមានគ្រោះថ្នាក់ល្អអញ្ចឹងធ្វើតាមអ្នកមកធ្វើអ្វីខ្ញុំឃើញអ្នកហើយហេតុអ្វីអ្នកមកទីនេះអ្នកជាអ្នកធ្វើឲ្យខ្ញុំឈឺចាប់អ្នកជាអ្នកធ្វើឲ្យខ្ញុំឈឺចាប់ចេញទៅឲ្យឆាប់យាយធំសូមជួយសងសឹកឲ្យខ្ញុំផងវីហ្គៃវីនោះបានដាក់ខ្ញុំក្នុងវិមានឆែនឈីនៅទីនោះមានស្ត្រីឈួតវីខ្ញុំរងទុក្ខខ្លាំងណាស់កូនល្អចាំឲ្យច្បាស់ពីពេលនេះទៅនៅឲ្យឆ្ងាយពីវិមាននោះចំពោះវីហ្គៃវីយាយធំនឹងសងសឹកឲ្យអ្នកអរគុណយាយធំរយៈពេលនេះសំណាងល្អខ្ញុំមានសុបិនរឹងមាំយ៉ាងជីវីមិនបានធ្វើបាបខ្ញុំចាប់ពីពេលនេះទៅខ្ញុំមានយាយធំ2នាក់